គ្នាពេលអ្នកគ្នាជិះកាត់ផ្លូវជាតិលេខ 6A អ្នកគ្នាមុនទៅដល់ស្រុកប្រទេសអ្នកគ្នាឃើញនៅខាងស្ដាំដៃគឺផ្ទះនឹងគឺត្រូវបានទុកចោលគឺអត់មានអ្នកណាហ៊ានធ្វើអីទេអញ្ចឹងថ្ងៃនេះគឺ admin នឹងនិយាយរៀបរាប់ទាំងព្រឹត្តិការណ៍ដែលកើតឡើងទាំងអស់ហើយផ្ដើមពីសាច់រឿងហ្នឹងគឺមានគ្រួសារមួយហ្នឹងគាត់បានទៅនៅខាងប៉ោយប៉ែតអញ្ចឹងនៅពេលដែលគាត់បានទុកផ្ទះនឹងចោលអស់រយៈពេលប្រហែលជា5ទៅ6ឆ្នាំអញ្ចឹងគាត់ទុកចោលហើយគាត់ក៏អត់បានមកមើលថែឬក៏មានអ្នកណាមករស់នៅឯអញ្ចឹងផ្ទះហ្នឹងគឺទុកចោលអញ្ចឹងនៅពេលដែលគាត់ទៅដល់ប៉ោយប៉ែតហ្នឹងគាត់ក៏ហកស៊ីអីទៅអត់មានឬក៏អីចឹងហើយគាត់ក៏ត្រឡប់មកស្រុកកំណើតវិញមករស់នៅប្រកបរបរធ្វើស្រែចម្ការអីនៅស្រុកកំណើតវិញនៅពេលដែលគាត់ត្រឡប់មកស្រុកកំណើតវិញហ្នឹងគាត់ក៏ចាប់ផ្ដើមបោះជ្រះជូតផ្ទះរៀបចំផ្ទះហ្នឹងឡើងវិញដើម្បីគាត់រស់នៅតែសភាពផ្ទះហ្នឹងអ្នកទាំងអស់គ្នាដឹងថាមានអីខ្លះអត់នៅខាងមុខផ្ទះមានស្រះទឹកមួយដែលមានដាំឈូកដាំអីខាងមុខផ្ទះហ្នឹងហើយខាងគៀនផ្ទះជាប់ផ្ទះមកមានចៃដីមួយដែលដាក់ធាតុជីដូនជីតាអញ្ចឹងណាហើយនៅខាងមុខផ្ទះហ្នឹងនៅក្បែរស្រះទឹកហ្នឹងគឺមានដងទឹកមួយដោយសារតែជាទូទៅនៅតាមខេត្តអញ្ចឹងជំនាន់មុនគេធ្វើដងទឹកដើម្បីយកផលទឹកហ្នឹងមកផលប្រាក់អញ្ចឹងណាគេអត់មានទឹករ៉ត់ឬក៏អីទេអញ្ចឹងនៅពេលដែលគ្រប់គ្នាកំពុងតែរវល់បោះជះហ្នឹងកូនម្ចាស់ផ្ទះហ្នឹងគឺមានកូនក្មេងម្នាក់អាយុប្រហែលជាខ្ទង់6ឆ្នាំគាត់ក៏បានលេងជាមួយនឹងក្មេងៗផ្សេងទៀតនៅខាងមុខផ្ទះហ្នឹងទៅស្រាប់តែពេលហ្នឹងក្មេងៗអ្នកជិតខាងគេរត់មកប្រាប់ថាអីកូននេះឯងធ្លាក់ចូលដងហើយកូននេះឯងធ្លាក់ចូលដងឯងទៅមើលបន្តមកទៀតស្រាប់តែនាំគ្នារត់ទៅមើលគឺកូនគាត់ហ្នឹងត្រូវបានធ្លាក់ចូលក្នុងដងលងទឹកស្លាប់បាត់អញ្ចឹងនៅពេលដែលរកកូននឹងឃើញហើយគេក៏បានស្រង់កូននឹងឡើងមកលើនៅពេលដែលស្រង់មកគឺកូននឹងបានដាច់ចោលស្លាប់មកហើយអញ្ចឹងគឺគេអត់មានបណ្ណាអាចជួយជីវិតបានទេហើយម្ដាយឪពុកនឹងគឺថាយំស្ដាយកូនមែនតែនព្រោះដូចថានៅកន្លង6ឆ្នាំអីហ្នឹង5 6ឆ្នាំហ្នឹងគឺគេពេញតែពងស្រឡាញ់អញ្ចឹងណាហើយគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាគាត់តែមករស់នៅផ្ទះហ្នឹងត្រឡប់មកនៅស្រុកវិញតែគាត់បែរជាជួបរឿងបែបអញ្ចឹងហើយគេក៏ចាប់ដើមធ្វើបន់អញ្ចឹងទៅម្លងប្រហែលជាខ្ទង់2 3ថ្ងៃស្រាប់តែមានអ្នកគាត់សបឹងខ្លាំងហើយអត់ដឹងថាគាត់នឹងសបឹងមកពីណាទេគាត់ក៏បានជិះកាត់មុខផ្ទះហ្នឹងដូចថាតែអ្នកគ្នាបានដឹងអញ្ចឹងថាមុខផ្ទះហ្នឹងគឺមានផ្លូវឆ្លងកាត់ហើយនៅខាងមុខផ្ទះហ្នឹងគេមានធ្វើកូនស្រះមួយដើម្បីដាំឈូកពូពីរអ្នកដែលបានសបឹងស្រះហ្នឹងគាត់បានជិះកាត់ផ្លូវហ្នឹងត្រូវចូលទៅក្នុងភូមិស្រាប់តែគាត់ធ្លាក់ចូលទៅក្នុងទឹកហ្នឹងហើយក៏លងទឹកស្លាប់ទាំងពីរនាក់ហើយស្រាប់តែផឹកឡើងទៅគេបានព័ត៌មានថាពូនឹងស្លាប់នៅក្នុងទឹកស្រះហ្នឹងដោយសារតែម្ចាស់ផ្ទះក៏គាត់បានដឹងដែរព្រោះដោយសារតែម៉ោងដែលគាត់ជិះហ្នឹងប្រហែលជាខ្ទង់ម៉ោង12ឬក៏ម៉ោង1អត់ទេជប់ហើយអញ្ចឹងគេផ្សេងគេចាប់ដើមចូលដេកអស់ហើយប្រហែលជាម្លងបាន2 3ថ្ងៃពូពីរនាក់ហ្នឹងគាត់បានទៅពយល់សពប្រាប់បងប្អូនគាត់ថាពេលដែលគាត់ជិះមកដល់មុខផ្ទះហ្នឹងស្រាប់តែគាត់ឃើញមានមនុស្សមួយក្រុមនៅឈរពីមុខផ្លូវហ្នឹងពាំងផ្លូវអត់ឲ្យគាត់ទៅទេហើយគាត់គុំដឹងជិះកិច្ចទៅណាគាត់ក៏បានកិច្ចមកខាងចូលទឹកស្រះហ្នឹងហើយគាត់ក៏បានស្លាប់នៅក្នុងទឹកស្រះហ្នឹងទៅពេលហ្នឹងស្រាប់តែបងប្អូនក៏បានយករឿងហ្នឹងទៅនិយាយប្រាប់ម្ចាស់ផ្ទះប៉ុន្តែម្ចាស់ផ្ទះគាត់ថាគ្មានទេមកពីគាត់សម្បឹងខ្លួនឯងគាត់ចេះតែបន្ទោសនៅពេលដែលសម្បឹងទៅគាត់ចេះតែបន្ទោសឃើញនេះឃើញនោះទៅហើយរឿងយល់សពហ្នឹងក៏អញ្ចឹងដែរកុំជឿពេលខ្លះយល់សពគ្រាន់តែរឿងដែលយើងសម័យទេវាមិនមែនកាត់ឡើងប៉ាត់ទេរឿងហ្នឹងក៏ចាប់ផ្ដើមស្ងប់ទៅវិញទៅស្រាប់តែម្លងបានប្រហែលជាខ្ទង់មួយខែមកស្រាប់តែយាយម្នាក់អាយុប្រហែលជាខ្ទង់70ឆ្នាំហ្នឹងដែលរស់នៅក្នុងបន្ទប់ជាមួយនឹងម្ចាស់ផ្ទះហ្នឹងគាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមហ្មងទាំងដែលព្យាយាមពីមុនមកគឺគាត់អត់ដែលមានជំងឺអីប្រចាំកាយឬមួយក៏ឈឺអីទេគឺគាត់មាំទាំនៅបោះផ្ទះអីធម្មតាបានដាំស្លធម្មតាទេស្រាប់តែគាត់ចាប់ដើមធ្លាក់ខ្លួនឈឺខ្លាំងទៅម្ចាស់ផ្ទះនេះគឺគាត់ចាប់ដើមកពុលមកកៃម្ដាយក៏ចាប់ដើមធ្លាក់ខ្លួនឈឺហើយចំណូលដែលគាត់ត្រឡប់មកនៅស្រុកនឹងវិញក៏មិនទាន់ជាបានចំណូលអីធំដុំកូនក៏តែស្លាប់គឺគាត់កាប់ដើមពិបាកចិត្តមែនតើហើយយាយនឹងនៅពេលដែលគាត់ឈឺហ្នឹងគឺគេព្យាយាមមើលគាត់យកទៅពេទ្យទៅអីមិនក៏អត់ជាដែរហើយម្លងបានប្រហែលជាខ្ទង់កន្លះខែក្រោយមកគាត់ក៏ចាប់ដើមស្លាប់ម្នាក់ទៀតអញ្ចឹងនៅពេលដែលគេធ្វើបន់នេះហើយទៅក៏ចាប់ដើមសភាពនៅរស់នៅក្នុងផ្ទះហ្នឹងក៏សភាពធម្មតាអីវិញអញ្ចឹងទៅហើយម្ចាស់ផ្ទះហ្នឹងគាត់ក៏អត់បានគិតគូរត្រូវស្រោចទឹកឬមួយក៏អីដែរទាំងដែលគាត់ក៏កំពុងតែជួបបញ្ហាមកទួនគ្នាហ្នឹងហើយថ្ងៃមួយហ្នឹងប្តីរបស់គាត់ហ្នឹងក៏បានទៅស្រែដោយសារតែគាត់នៅពេលដែលគាត់មកត្រឡប់ហួរនៅក្នុងស្រុកវិញគឺគាត់មានរបរអីទេក្រៅពីធ្វើស្រែប្តីនឹងក៏ទៅធ្វើស្រែអញ្ចឹងទៅស្រាប់តែនៅពេលដែលត្រឡប់មកដល់ផ្ទះវិញនេះសែកហៅប្រពន្ធសួរប្រពន្ធតាំងបានមហូបអីហ្នឹងស្លហើយនៅអីនៅអញ្ចឹងទៅស្រាប់តែអត់មានអ្នកឆ្លើយសោះហើយគាត់នឹងក៏ឆ្ងល់ថាប្រពន្ធគាត់ទៅណាគាត់ក៏ចូលទៅក្នុងចក្រានបាយក៏អត់ទាន់ឃើញដាំស្លអីដែរហើយគាត់ក៏បានមុខទឹកហើយគាត់ក៏ឡើងទៅលើផ្ទះនៅពេលដែលគាត់ឡើងទៅលើផ្ទះហ្នឹងស្រាប់តែឃើញប្រពន្ធគាត់នឹងចងកជាមួយនឹងថ្នាំនៅលើផ្ទះហ្នឹង
គាត់ពេលហ្នឹងគាត់តក់ slot គាត់បានស្រែកឲ្យអ្នកចិត្តខាងហ្នឹងទៅជួយហើយគឺគេឆោឡោផ្អើលអស់អ្នកស្រុកហ្នឹងគេមកជួយមើលគេឆ្ងល់ថាផ្ទះហ្នឹងហេតុអីចិត្តការធ្វើអត់ឈប់អញ្ចឹងហើយគេក៏បានធ្វើបន់ឲ្យប្រពន្ធហ្នឹងអញ្ចឹងទៅហើយប្តីនេះគឺគាត់ពិបាកចិត្តខ្លាំងមែនតើកូនស្លាប់ក៏មិនទាន់បានប្រមាណហើយម្ដាយក៏ស្លាប់បន្តស្រាប់ឥឡូវនេះប្រពន្ធនេះចាប់ផ្ដើមចងកទៀតតែគាត់បានលួចគិតថាប្រពន្ធគាត់ចងកនេះមកប្រហែលពីគាត់ពិបាកចិត្តពេកដោយសារតែកូនក៏តែស្លាប់ម្ដាយក៏តែស្លាប់ហើយចំណូលក៏គ្មានទៀតអញ្ចឹងគឺផ្លូវចិត្តនឹងដែលគាត់គិតថាប្រពន្ធគាត់គឺស្លាប់មានអីក្រៅពីជំងឺផ្លូវចិត្តទេអញ្ចឹងម្ចាស់ផ្ទះហ្នឹងគឺនៅសល់តែពូនឹងហើយនឹងកូនប្រុសអាយុ15ឆ្នាំនិងកូនស្រីអាយុ18ឆ្នាំដែលកំពុងតែនៅរៀនហើយពីរនាក់ហ្នឹងតែងតែទៅរៀនលោកបងប្អូនទៅរៀនរហូតហើយឪពុកហ្នឹងគឺទៅធ្វើខ្សែអញ្ចឹងទៅហើយគាត់នឹងសមាជិកបន្ទាប់ពីគាត់មកពីប៉ោយប៉ែតវិញហ្នឹងគឺមានគ្នា6នាក់ឥឡូវហ្នឹងគឺបាត់ម្ដងម្នាក់គាត់នឹងពិបាកចិត្តផងគាត់កាត់ទុកផងតែដោយសារតែគាត់គិតថាគាត់នៅមានកូនដល់តែ2នាក់ទៀតអញ្ចឹងគាត់ជាមេគ្រួសារគាត់ត្រូវតែទៅមុខគាត់ខំបង្ហោលុយថែមទៀតហើយដល់ពេលមួយហ្នឹងគាត់ក៏កាប់អស់នៅពេលដែលគាត់កាប់អស់គាត់អ្នកដាំបាយស្លឲ្យកូនគាត់កាប់អស់ហ្នឹងស្រាប់តែបថៅហ្នឹងវារបូតចេញពីដងស្រាប់តែទៅមុតជើងរបស់គាត់ឈាមហូរឡើងខ្លាំងនៅលើដីហើយជើងរបស់គាត់ហ្នឹងទៅពេទ្យឲ្យពេទ្យមើលមិនក៏គេថាអត់អាចជាបានដែរព្រោះដោយសារតបៅហ្នឹងវាមានមេរោគចូលអញ្ចឹងគឺជើងរបស់គាត់ហ្នឹងគេឲ្យកាត់មើលកណាត់នៅពេលដែលកាត់ជើងហ្នឹងចេញហើយមេរោគហ្នឹងវាកាន់តែរាលដាលអញ្ចឹងជំងឺរបស់គាត់ហ្នឹងកាន់តែធ្ងន់ទៅគាត់ក៏បានចែកឋានម្នាក់ទៀតទៅផ្ទះហ្នឹងក៏ចាប់តាមមានសភាពស្ងប់ស្ងាត់ហើយអ្នកភូមិនៅហ្នឹងក៏ចាប់តាមខ្លាចដែរដោយសារតែយប់ឡើងហ្នឹងអ្នកជិតខាងតែងតែលើសំឡេងមនុស្សអស់នៅក្រោមផ្ទះហ្នឹងដូចជាមានមនុស្សច្រើនអញ្ចឹងទាំងតែផ្ទះហ្នឹងគឺសល់តែសមាជិក2នាក់ទេហើយយប់ឡើងឆ្កែលូហើយនៅតាមផ្លូវទៅតាមផ្ទះហ្នឹងគឺយប់ឡើងអត់មានអ្នកណាហ៊ានជិះកាត់ទេព្រោះគេខ្លាចព្រោះដោយសារតែវាមានអារម្មណ៍ថាអត់ស្រួលនៅពេលដែលជិះកាត់តាមផ្លូវហ្នឹងដូចជាមានពេលណាកំពុងតែតាមមើលអញ្ចឹងនៅថ្ងៃមួយហ្នឹងមានអ្នកដំណើរមួយក្រុមជិះធ្វើដំណើរពីពេញទៅសៀមរាបដើម្បីទៅកំសាន្តហើយនៅពេលដល់ផ្លូវមុខផ្ទះហ្នឹងស្រាប់តែក្លាប់ឡានហើយគេឆ្ងល់មែនតើហេតុអីបានជិះឡានហ្នឹងក្លាប់គឺឡានក្លាប់មកធ្វើឲ្យមនុស្សនៅក្នុងឡានហ្នឹងគឺមានតែ2នាក់គត់ដែលអាចរស់រានមានជីវិតហើយគេក៏បានបញ្ជូនទៅមន្ទីរពេទ្យសល់មួយអ្នកទៀតគឺបានស្លាប់ទាំងអស់គ្នាហើយនៅពេលដែលទៅដល់មន្ទីរពេទ្យហ្នឹងគេបានបញ្ជូន2អ្នកដែលបានរស់រានមានជីវិតហ្នឹងប៉ូលីសក៏បានសួរអំពីព័ត៌មាននៃការក្លាប់ឡានហ្នឹងថាមូលហេតុអីអ្នកដើរហ្នឹងគាត់សបឹងស្រាមែនឬក៏អីហើយអ្នកធ្វើដំណើរ2អ្នកដែលនៅរស់រានមានជីវិតហ្នឹងគាត់ក៏ប្រាប់ថាគាត់អត់ដឹងមកទេនៅពេលដែលកំពុងតែជិះមកដល់មុខផ្ទះផ្លូវបត់ចូលនៅផ្ទះហ្នឹងស្រាប់តែមានមនុស្សប្រហែលជាខ្ទង់4-10នាក់បានដើរកាត់ហើយតកង់ឡានហ្នឹងគាត់ក៏ព្យាយាមកាត់ចកោតនៅពេលដែលកាត់មកស្រាប់តែធ្លាក់ចូលទៅក្រោមខ្នល់គឺធ្វើឲ្យគាត់នឹងទាំងអស់គ្នាហ្នឹងឡានហ្នឹងក៏បានក្លាប់ទៅហើយគាត់មានអារម្មណ៍ថាវាដូចជាយល់សោកចឹងព្រោះដោយសារតែពួកគាត់កំពុងតែជិះនៅលើឡានហ្នឹងនិយាយគ្នាឡើងកកស្រាប់តែដល់កន្លែងហ្នឹងស្រាប់តែមានមនុស្សហ្នឹងដើរឆ្លងកាត់អត់មើលឡានគាត់ហើយគាត់ក៏បានបូមចកោតទៅធ្វើឲ្យឡានហ្នឹងក៏ក្លាប់ស្លាប់មនុស្សអស់ជាច្រើនអ្នកហើយប៉ូលីសក៏ចាប់ដើមឆ្ងល់ថាតើនៅក្នុងថ្ងៃហ្នឹងមានអ្នកណាគេដែលបានដើរកាត់ផ្លូវហ្នឹងម៉ោងប្រហែលជាខ្ទង់12ម៉ោង1យប់ព្រោះវាយប់ជ្រៅហើយក៏អត់មានកម្មវិធីបន់ទានអីដែលមនុស្សបបួលគ្នាដើរលេងដែរប៉ូលីសក៏មិនអាចរកមូលហេតុនិងរកអ្នកដែលបានដើរឆ្លងកាត់ផ្លូវនោះឃើញដែរហើយគេគាត់ដាក់ការសង្ស័យថាប្រហែលជាមានពួកអមនុស្សឬមួយក៏អីឆ្លងកាត់ផ្លូវហ្នឹងឯងព្រោះដោយសារតែផ្លូវដែលគេឆ្លងកាត់ហ្នឹងគឺជាប់ជាមួយនឹងផ្ទះហ្នឹងព្រោះផ្ទះហ្នឹងគឺមានមនុស្សស្លាប់បន្តហើយកន្លែងហ្នឹងដូចជាកន្លែងដែលជើងកបមួយចឹងហើយប៉ូលីសក៏បានបាត់សំណុំរឿងទាំងអស់ហ្នឹងទៅអញ្ចឹងរឿងរ៉ាវដែលក្លាប់ឡានហ្នឹងក៏អត់មាននរណាម្នាក់អាចរកព័ត៌មានបានដែរថានរណាគេអ្នកណាឆ្លងកាត់ផ្លូវហ្នឹងដែរហើយបន្តពីសាច់រឿងហ្នឹងបន្តទៀតគេក៏ចាប់ផ្ដើមឆ្ងល់អ្នកស្រុកហ្នឹងក៏ចាប់ផ្ដើមឆ្ងល់ថាផ្ទះហ្នឹងមានហេតុការណ៍អីបានធ្វើឲ្យម្ចាស់ផ្ទះហ្នឹងរស់នៅមិនសុខហើយអ្នកដែលជិះកាត់ផ្លូវហ្នឹងយប់ឡើងចេះតែមានអារម្មណ៍ថាភើក្បាលមិនដឹងហើយយប់ឡើងហ្នឹងស្រាប់តែលឺសលេងអ៊ូអរចេញពីផ្ទះហ្នឹងអត់ដឹងថាមានភ្ញៀវឬមានក៏បងប្អូនណាមកលេងដែរហើយមានផ្ទះដែលនៅជិតខាងផ្ទះហ្នឹងយប់ឡើងមិនតាន់គឺតែតែបាត់ភ្លើងបាត់ទ្វារបាត់អីឲ្យនាំគ្នាចូលដេកហើយពួកគេហ៊ាននៅក្រៅផ្ទះទេឲ្យទៅយប់ឡើងហ្នឹងមានអារម្មណ៍ថាខ្យល់បក់ល្វើយហើយសភាពផ្ទះហ្នឹងដូចជាមើលទៅគួរឲ្យខ្លាចខ្លាំងមែនតើស្រាប់តែអ្នកភូមិហ្នឹងក៏បានប្រាប់កូន2នាក់កូនស្រីកូនប្រុសម្ចាស់ផ្ទះហ្នឹងថាក្មួយគួរតែទៅរកមើលគ្រូទាយមើលថាមានរឿងអីហេតុអីបានជាផ្ទះហ្នឹងនៅអត់សុខចិត្តតែមានរឿងហើយមើលទៅសភាពផ្ទះហ្នឹងមើលទៅគួរឲ្យខ្លាចទាំងតែជាក់ស្ដែងផ្ទះហ្នឹងគឺនៅថ្មីល្អទេយើងទុកចោលតែ5-6ឆ្នាំទេដាក់មានអ្នកមើលថែអាចនឹងថាមានអមនុស្សឬក៏អីមករស់នៅអីចឹងទៅហើយកូន2នាក់ហ្នឹងក៏បានទៅរកគ្រូទាយដែលគេថាគ្រូហ្នឹងឈុតថានៅចុងភូមិអីចឹងទៅនៅពេលដែលរកគ្រូទាយហ្នឹងក៏ប្រាប់ថាផ្ទះហ្នឹងគឺអត់អាចរស់នៅបានទៀតទេបើសិនជានៅតែបន្តរស់នៅ
គឺអ្នកដែលស្លាប់បន្តហ្នឹងគឺជាពីរនាក់ឯងនឹងហើយព្រោះផ្ទះហ្នឹងគឺមិនមែនម្ចាស់ជាអ្នករស់នៅទេគឺមានពួកព្រាយធ្មប់បិសាចហ្នឹងជាអ្នករស់នៅហើយដងទឹកហ្នឹងក៏មានអ្នកកាន់នៅក្នុងហ្នឹងដែរហើយកូនក្មេងម្ចាស់ផ្ទះម្នាក់ប្អូនរបស់ឯងដែលតូច6ឆ្នាំហ្នឹងដែលស្លាប់ចូលទៅក្នុងដងហ្នឹងគឺគេទាញចូលទៅគឺអត់មានអ្នកណាគេច្រានតម្លាក់ទេហើយចៃដីដែលនៅជាប់ផ្ទះហ្នឹងដែលដាក់ធៀបជាដូនជាតាហ្នឹងចៃដីហ្នឹងគឺមិនមែនដាក់ធៀបជាដូនជាតាទេគឺពួកគាត់អាចរស់នៅបានទេព្រោះដោយសារគេទៅតាមកន្លែងគាត់នៅហើយផ្ទះហ្នឹងសប្ងៃគឺមានមនុស្សច្រើនណាស់ដែលរស់នៅគឺតែសិតតែជាពួកអមនុស្សហើយមួយទៀតដែលកូននឹងស្ដាប់ហើយហួសចិត្តខ្លាំងថ្ងៃដែលពូ2នាក់ដែលបានលងទឹកហ្នឹងគឺគ្មានអ្នកណាទេគឺមានខ្មោចមួយក្រុមហ្នឹងទៅឈរស្ទាក់ផ្លូវហើយពូ2នាក់ហ្នឹងក៏ឃើញអញ្ចឹងគាត់ក៏បានគេចពីខ្មោចហ្នឹងហើយចំណែកឯឡានដែលក្លាប់ហ្នឹងក៏ខ្មោចមួយក្រុមដែលនៅផ្ទះហ្នឹងដែរគឺឲ្យតែអ្នកដែលជិះកាត់ផ្លូវហ្នឹងតែងតែមានគ្រោះថ្នាក់បើសិនជាអត់បានចាប់ផ្លេឬក៏អីហើយកូនក៏បានប្រាប់ទៀតថាម្ដាយរបស់ក្មួយដែលទៅចងកហ្នឹងគឺអត់មានគាត់បានទៅខូចចិត្តឬក៏មានជំងឺផ្លូវចិត្តអីដែរគឺនៅពេលដែលគាត់នៅផ្ទះម្នាក់ឯងហ្នឹងគឺមានគេនាំគាត់ឡើងទៅលើផ្ទះហើយចងកពេលដែលកូននឹងស្ដាប់ហើយគាត់ចាប់ដើមស្លុតចិត្តប៉ុន្តែនៅក្នុងចិត្តមួយទៀតគាត់ក៏នៅតែឆ្ងល់ហេតុអីបានជាពួកអមនុស្សហ្នឹងទៅធ្វើបាបគ្រួសារគាត់អត់មានគំនុំឬក៏អត់មានទៅធ្វើអីប្រេះដែរទេព្រោះផ្ទះនេះជាផ្ទះគេមកដាក់របស់គាត់ដែលឪពុកម្ដាយចដូនចតារបស់គាត់ចៃឲ្យគ្រាន់តែគាត់ទោះនៅប៉ោយប៉ែតហើយគាត់ត្រឡប់មកវិញមកផ្ទះគាត់វិញហេតុអីបានជាគាត់ត្រូវជួបរឿងទាំងអស់ហ្នឹងគ្រូទេក៏បានបន្តថាទោះបីជាផ្ទះហ្នឹងជារបស់អ្នកណាក៏ដោយពួកអមនុស្សនៅពេលដែលឃើញផ្ទះហ្នឹងទំនេរទុកចោលអត់មានអ្នកនៅពួកគេចូលមកធ្វើជាម្ចាស់ហើយមួយទៀតបើសិនជាពួកឯងអត់ជឿថាអីដែលអ្នកគ្រូនិយាយហ្នឹងត្រូវឬក៏មិនត្រូវពួកឯងចាំសង្កេតមើលនៅម៉ោង12យប់ពួកឯងក៏ដេកបើសិនជាពួកឯងយកធូបហើយនឹងទៀនអត់នៅចុងជើងអញ្ចឹងនៅពេលដែលពួកឯងដាក់នៅចុងជើងហើយពួកឯងចាំសង្កេតមើលបើសិនជាលឺសម្រាប់ជើងដើរជុំវិញបានន័យថាគឺនៅជុំវិញខ្លួនឯងគឺសិតតែជាពពួកអមនុស្សហើយនៅពេលដែលពីរនាក់បងប្អូនបានត្រឡប់មកវិញពួកគេក៏បានប្រើវិធីដែលអ្នកគ្រូទេងនឹងគាត់បានប្រាប់ក៏បានធ្វើតាមហើយនៅយប់នោះគឺគាត់លឺសំឡេងស្និប់ជើងដើរជុំវិញខ្លួនពេលដែលបងប្អូននឹងគាត់ពិតជាខ្លាចគាត់អត់អាចបន្តរស់នៅទៀតទេហើយគាត់ក៏ចាប់តាមប្រកាសថាដាក់លក់ផ្ទះលក់ដីនឹងទាំងអស់ដើម្បីទៅរស់នៅជាមួយនឹងបងប្អូនគាត់នៅខេត្តផ្សេងហើយស្រាប់តែពេលយប់មួយហ្នឹងកូនស្រីគាត់បានចូលទៅមុជទឹកស្រាប់តែពេលដែលគាត់ចូលទៅមុជទឹកហ្នឹងគាត់មានអារម្មណ៍ថាដូចជាមានពីណាគេអង្គុយនៅលើតបូលហើយមើលមកគាត់មានអារម្មណ៍ថាភើឆ្អឹងខ្នងខ្ញាក់ហើយពេលដែលចូលទៅហ្នឹងស្រាប់តែគេបាត់ភ្លើងពីខាងក្រៅគាត់ក៏ចាប់ដើមសួរថាបញ្ញាអូនឯងបាត់ភ្លើងបងមែនហើយប្អូនរបស់គាត់ហ្នឹងអត់មានឆ្លើយទេហើយគាត់ក៏ចាប់ដើមមានអារម្មណ៍ថាហេតុអីបានជាបញ្ញាលេងអញ្ចឹងនៅផ្ទះតែ2នាក់ផងដឹងថាផ្ទះហ្នឹងវាមានសភាពមិនសូវជាស្រួលប្រហែលទេហើយចាប់តែលឺសំឡេងគោះទ្វារពេលដែលគោះទ្វារគាត់ក៏ចេញមកមើលទៀតចាប់តែគាត់ចេញមកមើលហ្នឹងគាត់ឃើញពីណាម្នាក់ហ្នឹងដើរចេញទៅកាន់គៀនបន្ទប់ទឹកហ្នឹងគាត់ក៏ដើរទៅតាមនៅពេលដែលគាត់ដើរទៅតាមហ្នឹងចាប់តែបាត់អត់ឃើញសមោនឹងសោះគាត់ក៏ត្រឡប់ទៅមួយទឹកវិញធម្មតាហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្នកនៅឈរមើលគាត់ទៀតគាត់ក៏បន្តមួយទឹកលឿនហើយគាត់ក៏ចាប់ដើមឡើងទៅលើផ្ទះក៏ឃើញប្អូនគាត់នៅដេកលើផ្ទះធម្មតាគាត់ក៏សួរថាបញ្ញាមុននឹងអូនឯងបានគោះទ្វារបងមែនប្អូនរបស់គាត់ក៏ឆ្លើយថាអត់ទេបងខ្ញុំអត់បានទៅគោះទ្វារទេព្រោះអីខ្ញុំនៅលើមួយថ្ងៃហើយបងរបស់គាត់ក៏ចាប់ដើមមានអារម្មណ៍ថាប្រហែលជាពួកអមនុស្សនឹងវាចាប់ដើមចាញ់មកទៀតហើយម្លងបានប្រហែលជាមួយអាទិត្យមកក៏មានអ្នកមកទិញដីមកតថ្លៃដីរបស់គាត់នឹងហើយគាត់ក៏ចាប់ដើមផំព្រៀងថាលក់នៅក្នុងតម្លៃមួយតែខ្ញុំក៏សូមបញ្ជាក់ថាចំពោះតម្លៃនៃការលក់ផ្ទះហ្នឹងខ្ញុំក៏អត់បានដឹងពីទិន្នន័យនឹងដែរអញ្ចឹងគ្រាន់តែដឹងថានៅពេលមួយហ្នឹងគ្រួសារពីអ្នកបងប្អូនហ្នឹងគាត់ក៏បានលក់ផ្ទះហ្នឹងឲ្យទៅឈ្មួញហើយគាត់ក៏ព្រមលក់ផ្ទះហ្នឹងដែរដោយសារតែគាត់ក៏អាចបន្តរស់នៅជាមួយនឹងផ្ទះដែលមានបញ្ហាអត់ឈប់ឈរហើយគាត់មានអារម្មណ៍ថាពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែជួបរឿងអត់ឈប់សោះហើយឈ្មួញក៏បានព្រមព្រៀងយកផ្ទះហ្នឹងហើយគេទុកពេលឲ្យគាត់មកអាទិត្យសម្រាប់ការរើបាយបាននឹងចាញ់គាត់ក៏បានប្រាប់ទៅឈ្មោះនឹងថាអត់អីទេទុកពេលឲ្យគាត់តែ3ថ្ងៃក៏បានដែរព្រោះដោយសារតែអីវ៉ាន់របស់គាត់នឹងមិនជាមានច្រើនប្រហែលទេហើយដល់ថ្ងៃមួយហ្នឹងគាត់ក៏ទៅរើអីវ៉ាន់ហ្នឹងជិះម៉ូតូដប់ប្អូនទៅខេត្តផ្សេងដើម្បីទៅរស់នៅជាមួយនឹងបងប្អូននៅពេលដែលគាត់បានចេញពីផ្ទះហ្នឹងទៅគាត់ក៏បានឆ្លងខ្នល់ស្រាប់តែមានឡានមួយហ្នឹងបុកគាត់អញ្ចឹងធ្វើឲ្យពីរអ្នកបងប្អូនហ្នឹងគឺស្លាប់នៅtrênផ្ទះហ្នឹងអញ្ចឹងគឺថាសាកសពទាំងអស់ដែលបានស្លាប់នៅតំបន់នៅក្បែរផ្ទះហ្នឹងគឺសត្វតែនរណាម្នាក់ដែលមិនអាចទៅចាប់ជាតិបានទេសូម្បីតែពុកម្ដាយរបស់គាត់យាយរបស់គាត់ប្អូនរបស់គាត់ក៏ស្លាប់នៅក្នុងផ្ទះហ្នឹងអញ្ចឹងពីរនាក់ទៀតនឹងបងប្អូនបញ្ញាហើយនឹងបងស្រីរបស់គេហ្នឹងក៏អាចរស់រានមានជីវិតដែរអញ្ចឹងផ្ទះមួយនេះសមាជិក
គ្រួសារគេទាំងអស់ហ្នឹងគឺបានស្លាប់ទាំងអស់បច្ចុប្បន្នផ្ទះមួយហ្នឹងគឺត្រូវបានគេទុកចោលគឺសូម្បីតែឈ្មោះតែទិញតែហើយនឹងក៏បាត់ដំណឹងអត់ដឹងថាពួកគាត់តាណាដែរអញ្ចឹងអ្នកណាដែលបានប៉ះពាល់ឬក៏មកចង់មានធ្វើអីមួយទៅកាន់ផ្ទះហ្នឹងគឺអត់មានបានសុខទេអញ្ចឹងរឿងមួយនេះគឺបានអប់រំឲ្យយើងដឹងថានៅពេលដែលយើងទុកផ្ទះចោលយូរពេកអត់មានអ្នកមើលថែអត់មានអ្នកមកបោសសម្អាតគឺតែងតែមានឲ្យពួកអមនុស្សនឹងចាប់ផ្ដើមមករស់នៅហើយតែខ្ញុំក៏ចង់ប្រាប់អ្នកគ្នាថានៅពេលដែលយើងទុកផ្ទះចោលចឹងហើយមិនមែនមានន័យថាយើងអត់អូខេនៅពេលដែលពួកអមនុស្សចឹងនៅហើយយើងអត់មានវិធីអីឬក៏អីយើងទុកចោលមែនយើងត្រូវបោះបង់វាចោលមែនទេតែសំខាន់គឺយើងរកវិធីហើយបើសិនជាសមាជិកគ្រួសារយើងណាម្នាក់មានបញ្ហាហើយគឺយើងត្រូវការប្រុងប្រយ័ត្នឬក៏រកវិធីអីផ្សេងដែរអញ្ចឹងអ្នកទាំងអស់គ្នារឿងមួយនេះគឺបានមកដល់ទីបញ្ចប់ហើយក៏អរគុណអ្នកគ្នាសម្រាប់ធ្វើការស្ដាប់តាំងពីដើមដល់ចប់រឿងនេះគឺជារឿងពិតមិនមែនជារឿងប្រឌិតទេហើយអ្នកដែលបានធ្លាប់ដឹងពីរឿងហ្នឹងសូមខមមិនពីខាងក្រោមផងហើយសូមផ្ញើសាច់រឿងមួយនេះទៅកាន់អ្នកស្ដាប់ទាំងអស់គ្នាអរគុណសម្រាប់ការស្ដាប់